chặt móng ta lươn hành rầm đen hành về ơi viện đang chăng má bạn hay chúng tôi mình đến chứ ấp thời cái trànประมาณ tiếng ôn mà dừng thử đặc biệt trao trường mày đầy dừng tịch má bạn phần nắng má ba này bằng ôn mà tụi nó dân slacro nhé cứ dân từ các bay về ai tụi nông về cái các bán dân bạch bé các bán này bằng ôn này dân lấy dân từ các bay tụi nông về đi chẳng má bằng ôn bay giờ từ slack thế ok bay chẳng má bà dân thời cái hành với các bạn này bằng ôn mà bọn mày bọn ở kia là khi ta bọn cột nhau bình dưỡng bà từ việc chặt làm phục hoàng mình tên hỏi ok bà nhìn tất cả được phục về tranh cả nó ok lộ tất cả lộ mới trong đơn thà việc anh này nữa nhìn tất cả nhau vì điện vô tại mấy cái xa là việc chiều cái con cột con trắng cái nào bọn bọn tập lại việc phục hiện vụ tịch hai bằng phố mà đầm mày gì chắn từng ngon không đẹp tập bình viên mà tayยังtục hỏi dương chặt đàm bằng trường thành dân châu mình chia bà bị trên hai chia đặt nhận đặt hai chia class là bài bạn mình máu bằng phố là bị chế ok đặt cho môi nợ bờ bằng phố làm bờ dựng đặt là bị đại máu ok hỏi dựng đặt cho môi nâng sò só ok chia slap bị đại máu bằng phố mang sò só okเมื่อถ่ายเพลงสเตอร์บางคนอาจจะการดักเปียแทนบ้านบางคนมาจะโปรดักช่องphần năng cực của này ok
ហើយបន្តមកទៀតយើងធ្វើការដាក់ជាមួយនឹងស្លឹកក្រូចនិងម្ទេសច្រំស្លឹកក្រូចនិងម្ទេសយើងមកអូខេដាក់ទាំងអស់ហ្មងដើម្បីឲ្យវាឈ្ងុយបាទហើយជាមួយនឹងរំដេងបាទអូខេប៉ុណ្ណឹងមកដាក់មកដាំឈ្ងុយបាទបងប្អូនទឹកវាមកសន្ទុះតិចទៀតទៅហើយបន្ទាប់មកចាំយើងត្រូវការដាក់វាប្រហែលជាមួយស្លាបព្រាមកបាទយើងចង់ធ្វើច្រើនយើងដាក់ច្រើនវាមកបងប្អូនបាទអូខេយើងមានដូចជាបាទអំបិលកន្លះចុងស្លាបព្រាចឹងមកអូខេប៊ីចេងដាក់ប៉ុណ្ណឹងមកបងប្អូនបាទហើយស្ករសអូខេស្ករសយើងដាក់វាឲ្យច្រើនមកបើសិនជាបងប្អូនចង់បានផ្អែមយើងដាក់វាឲ្យច្រើនមកបងប្អូនបាទដោយសារតែខ្ញុំចូលចិត្តផ្អែមទេខ្ញុំដាក់វាច្រើនមកបាទអូខេហើយយើងអាចដាក់ជាមួយនឹងម្ទេសប៉ុណ្ណឹងមកបងប្អូនចូលចិត្តហឹរយើងដាក់ឲ្យច្រើនជាងនឹងទៀតបាទចំពោះខ្ញុំតែបានគ្រប់គ្រាន់ហើយដោយសារតែយើងធ្វើតិចដែរបងប្អូនបាទតបពីយើងដាក់គ្រឿងអីសពគ្រប់ចឹងហើយតែមកយើងធ្វើការច្បាច់ក្រូចឆ្មារបស់យើងចូលមកបាទអូខេច្បាច់ក្រូចចឹងមកអូខេបាទចំពោះក្រូចឆ្មានេះខ្ញុំធ្វើការដាក់វាជា2ផ្លែបងប្អូនដាក់វាឲ្យច្រើនតិចមកបាទយើងស្កាត់ដាក់វាឲ្យលិចគ្រឿងយើងផ្សំហ្នឹងមកបាទប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយអូបាទបើសិនជាបងប្អូនស្រឡាញ់ទឹកគ្រឿងប្រភេទផ្សេងទៀតអាចធ្វើខុសពីខ្ញុំក៏បានដែរបាទដោយសារតែខ្ញុំមានប្រញាប់ដែរណាមួយវីដេអូយើងវែងអញ្ចឹងយើងធ្វើបែបកាត់ទេបងប្អូនបាទសម្រាប់អញ្ចឹងងាយស្រួលយល់របៀបថាយើងធ្វើទឹកជ្រលក់បែបរៀងមើលទៅយើងមិនសូវជារបៀបថាទៅជាណាក្បាច់ក្បូរច្រើនទេយើងគ្រាន់តែមានគ្រឿងផ្សំរបស់យើងតិចតួចមកយើងអាចបង្កើតបានជាទឹកជ្រលក់មួយបាទយើងអាចធ្វើដូចជាក្លែមត្រូវជាមួយនឹងក្លែមលេងក៏បានញ៉ាំជាមួយបាយក្លែមជាមួយស្រាអីចឹងណាបងប្អូនអ្នកចាក់មកបាទត្រូវម៉ាច់ហ្មងបាទអូខេបាទបងប្អូនប៉ុណ្ណឹងមកបងប្អូនបាទគឺស្ងោរពងក្រូចកូនរបស់យើងគឺហើយបងប្អូនបាទរួចរាល់ហើយបាទគឺមានតែប៉ុណ្ណឹងឯងបងប្អូនអូខេនេះបងប្អូនបាទមានដូចជាទឹកជ្រលក់អញ្ចឹងមកបាទទឹកជ្រលក់ពងក្រូចដែលយើងស្ងោររួចបាទជាមួយនឹងជីបាទស្រស់ខ្លាំងមែនតើបងប្អូនជីពងទាកូនយើងអាចគឺស្ងោរឆ្អិនមកគឺវាស្រួលបកបែបនេះបងប្អូនបាទបកប្រាលេខទឹកមាត់បងប្អូនហើយភ្លៀនចង់ញ៉ាំយូរហើយបងប្អូនឡើងអ្នកបានញ៉ាំមិនដាក់ណែណៃមកបកវាប្រហែលជា4-10លក់វាឲ្យបងប្អូននឹងចឹងនឹង
ពីរសជាតិវាឆ្ងាញ់ណាស់បងប្អូនយ៉ាស្ទ